គូសំណាលោកគ្រូខំបរៀនយុទ្ធសាស្ត្រឯងឯងនឹងហ៊ានកំណត់កូនឯងទៀតឥឡូវធ្វើឲ្យលោកគ្រូខឹងគាត់ចូលទៅបាត់ឯងតែប៉ុណ្ណឹងងាយចេញមកវិញនេះពិបាករៀនពិបាកជាងគេកុំចាត់ទុកថ្នាំទឹកជារបស់ធម្មតាមិនជួបមនុស្សមិនបង្រៀនរូបមន្តនិយាយស្ងួតអត់ដាតអត់ប្រចោលោកគ្រូខ្ញុំចាំនៅនេះយូរណាស់ហើយណាលោកគ្រូអាស្វាឯនេះមិនក៏មិនទៅដេកមកកន្លែងនេះធ្វើអីហ្នឹងលោកគ្រូថ្ងៃនេះណាលោកគ្រូបាន3ក្បាលកណា3ដងហើយគោះ3ដងបានន័យថាយប់នេះហើយកណាយឹម3គឺចង់បរិយុទ្ធសិលដល់កណាដូច្នេះទើបកណាមកកន្លែងនេះរំខានលោកគ្រូតែម្ដងទេឯងបាននិយាយថាឯងធ្លាប់ទៅទ្វីបណានចាងដើរអស់ច្រើនឆ្នាំតាមខ្ញុំយល់ឯងក៏ដឹងពីហេតុផលធ្វើជាមនុស្សមួយចំនួនដែរលោកគ្រូមនុស្សដែលខ្ញុំឃើញមួយថ្ងៃគួរដេកមិនដេកគួរហូបក៏មិនហូបអ្នកអត់ប្រាក់ចង់រកប្រាក់អ្នករកប្រាក់បានចង់ល្បីឈ្មោះអ្នកល្បីឈ្មោះចង់ធ្វើមន្ត្រីហើយចង់ធ្វើមន្ត្រីធំទៀតបើមិនចឹងទេថ្ងៃស៊ីផឹកស្រីញីប្រកែកគ្នាឆ្លោះគ្នាមិនឈប់តរសោះហើយបើអញ្ចឹងអត់មានមនុស្សល្អម្នាក់ទេមនុស្សល្អក៏មានដែរខ្ញុំបានជួបតែប៉ុន្តែអត់ឃើញពួកគេសប្បាយចិត្តប៉ុណ្ណាទេទោះជាខ្វល់ខ្វាយរឿងហូបចុកក៏ពួកគេនោះបារម្ភរឿងកូនចៅរបស់ខ្លួនឯងដែរហើយមិនដឹងថាខ្លួនឯងត្រូវស្ដេចយមរាជគ្រប់គ្រងទេពួកគេនឹងទោះជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយពេលងាប់ទៅមិនបានយកទៅតាមផងហ្នឹងស្មានមកដល់ថាស្វាឯងនេះចេះនិយាយពាក្យដែលមានហេតុផលយ៉ាងនេះផងលោកគ្រូហេតុផលយ៉ាងនេះនៅពេលខ្ញុំនៅឡើងសួរលៀននៅក្នុងផ្លែឈើនោះខ្ញុំដឹងអត់ហើយមើលទៅសើបងអស់នេះមិនប្រៀបណាស្វាខ្ញុំទេណាលោកគ្រូល្អណាស់ប្រៀបមិនដល់ស្វាលោកគ្រូសូមលោកគ្រូមេត្តាបង្រៀនខ្ញុំពីវិជ្ជារក្សាវិញមិនអោយចាស់នឹងយុទ្ធសាស្ត្រកម្រើកវិញដេចទេឲ្យខ្ញុំល្បីល្បាញម្ដងកុំឲ្យស្ដេចយមរាជគ្រប់គ្រងខ្ញុំបានអីលោកគ្រូដល់ពេលនោះខ្ញុំនឹកគុណលោកគ្រូអមមួយជីវិតរបស់ខ្ញុំល្អអញ្ចឹងចាំគ្រូបង្រៀនឯងឲ្យចេះប្រើកាឡា72យ៉ាងឯងត្រូវចាំមិនបានទេឯងត្រូវមានចិត្តនឹងរាងកាយឲ្យស្របគ្នាក៏មានចិត្តផ្ដេសផ្ដាយសោះប្រែកខ្លាំងតើឯងចង់ប្រែកលាជាស្អីហ្នឹងគ្រូខ្ញុំចង់ប្រែកលាកូននេះកាត់ចាបតែមួយឯងប្រែមិនចេញផងនៅចង់ប្រែជាស្អីទៀតមិនយកចិត្តទុកដាក់សោះលោកគ្រូមើលនេះខ្ញុំប្រែកលាដូចតុកវិញមិនក៏ទូរបស់ឯងនេះមានមាត់និយាយអញ្ចឹងឯងប្រែអីមួយដែលមានមាត់ទៅប្រែកលាគិតថោនេះមិនបានជាអត់មានមាត់ខ្ញុំចង់ឲ្យលោកគ្រូទម្លាក់ដុំស្អុយចូលក្នុងមាត់ខ្ញុំទេអាស្វាចលើមឯងនេះពិតជាចលើមមែនពិតជារៀនឆាប់ចេះមែនអូខុងឯងស្ដាប់ឲ្យច្បាស់ណា
រៀនចេះមានសមត្ថភាពហើយកុំក៏អឺតក៏តោមឲ្យសោះច័ន្ទមូលក៏អាចរោចវិញដែរណាអ្នកមានសមត្ថភាពពិតប្រាកដគឺលាក់មិនបញ្ចេញតើឯងនៅចាំទេអូលោកគ្រូកណាចាំហើយសង្ឃឹមថាឯងនៅចាំឥឡូវនេះគ្រូនឹងបង្រៀនឯងពីវិជ្ជាដាំដូងឲ្យឯងឡើងមេឃចូលដីដាំដូងម្ដងអាចហោះចេញទៅចម្ងាយ 18000 យោជន៍នេះលោកខុងតែឯងសំសិលពីជាតិណាមកហ្នឹងបានជាលោកគ្រូបង្រៀនឯងពីយុទ្ធសាស្ត្រទាំងអស់នេះតែរៀនចោលហើយអីហើយខ្ញុំមិនលែងសិស្សច្បងទេខ្ញុំខំហាត់ទាំងយប់ទាំងថ្ងៃខ្ញុំរៀនចេះអស់ហើយណាអូត្រូវគង់តែទំនេរអត់ការធ្វើដដែលឯងបញ្ចេញយុទ្ធសាស្ត្រឲ្យពួកយើងមើលតិចសម្ដែងម្ដងសម្ដែងម្ដងខ្ញុំមិនសម្ដែងទេគេធ្វើនេះគឺមើងងាយបងប្អូនយើងហើយគេមិនព្រមបញ្ចេញសមត្ថភាពមើងងាយពួកយើងហើយមែនទេខ្ញុំអត់មានគំនិតបែបនេះទេណាបើអញ្ចឹងសម្ដែងពួកយើងមើលតែត្រូវបានអញ្ចឹងសិស្សច្បងចេញប្រធានបទមួយទៅបើចុងប្រៃកន្លះដើមឈើធំមួយទៅត្រូវស្ដែងប្រៃកន្លះដើមឈើហ្នឹងបាននប់គ្នាថតនេះមកពួកយើងចាំមើលចាំមើលអស់ចាំមែនចាំតែដាំឈើធំណាពិតជាវាកាយមែនទៅដាំឈើបែបបាត់ត្មងមើលទៅពួកយើងសំខាន់10ជាតិទៀតក៏មិនអាចមានសមត្ថភាពដូចគេដែរសឹកអូនពិតជាត្រូវអាចារ្យអត់តែមើលមិនដែរប្រកាសអាចារ្យមែនបាត់មិនអាចារ្យបែកកំពុកទេណាអាចប្រែកន្លាតែជាដើមឈើទេអត់អាចប្រែកន្លាជាអ្វីផ្សេងទៀតដូចជាស្រីស្អាតហ្នឹងស្រីស្អាតប្រែកន្លាស្រីស្អាតហ្នឹងចង់មើលស្រីស្អាតប្រែកន្លាចង់មើលថយក្រោយចឹងហ្នឹងពួកយើងថយក្រោយស្រីស្អាតអូខ្លាយទៅស្រីអូស្អាតតសាច់សខ្ពស់ត្មងអូស្អាតមែនសុំទៅអាចារ្យមែនអូខំខ្លាំងធំអូខំគ្រូនិយាយប្រាប់ឯងហើយថាមានសមត្ថភាពត្រូវលាក់បាំងក៏មិនចេញឯងបាយជាតក់ក្រហល់មកកន្លែងនេះដើម្បីបង្អួតគេកណាដឹងខ្លួនខុសហើយសូមលោកគ្រូដាក់ទោសចុះសូមលោកគ្រូដាក់ទោសកណាចុះយើងមិនពិន័យឯងទេឯងទៅចុះកណាទៅលោកគ្រូឲ្យកណាទៅណាឯងមកពីកន្លែងណាបកទៅកន្លែងនោះវិញទៅលោកគ្រូកណាមតបបានសោកគុណលោកគ្រូផងឲ្យកណាល្មើសគុណទៅចោលលោកគ្រូមិននឹងកើតនៅមានគុណស្រ័យអីទៀតអាស្វាដូចជាឯងអញ្ចឹងមិនបករឿងឲ្យយើងមិននាំទុកឲ្យយើងវាល្អណាស់ទៅហើយឯងទៅចោះលោកគ្រូកុំអីលោកគ្រូកុំអីកណាសុំបងកុំអីលោកគ្រូគួរទៅគឺទៅនៅអត់បច្ចោចឯងទៅលើកនេះប្រកាសជាធ្វើអំពើមិនល្អជាច្រើនលោកគ្រូបើសិនជាឯងបង្ករឿងឬក៏សម្លាប់គេមិនឲ្យឯងនិយាយថាជា
និយាយថាជាសិស្សរបស់យើងទេបើឯហ៊ាននិយាយតែកន្លះម៉ាត់យើងប្រកាសជាដឹងភ្លាមយើងនឹងប្រឡត់ស្បែកប្រឡត់ឆ្អឹងឯងទម្លាក់ព្រលឹងឯងចោលទៅឋានរូប9ជាន់មិនឲ្យចាប់ជិតដាច់ខាតឯងត្រូវតែចងចាំក្នុងចិត្តឲ្យបានច្បាស់ទៅចុះមកដល់ផ្ទះហើយតើវិជាដាក់នោះយើងចំទៅប្រកែមែនមកភោគមកដល់ផ្ទះតែមកខ្ញុំមកដល់វិញហើយស្អាតមែនទឹកស្អាតភ្នំស្អាតកន្លែងស្អាតគ្មានកន្លែងណាស្អាតជាភ្នំផ្លែឈើខ្ញុំទេអាចចូលក្នុងទឹកបានទេខ្ញុំចាប់ប្រែកន្លែង72យ៉ាងហោះលំខ្ញុំមកដល់វិញហើយកូនចៅយើងមកដល់វិញហើយយើងគឺស្រីស្វាពួកឯងណាគឺស្រីស្វាស្អាតឲ្យពួកទូបង្គំទន្ទឹងរង់ចាំយូរណាស់បើត្រង់នៅតែមិនយើងត្រឡប់មកវិញទៀតពួកទូបង្គំត្រូវបីសាយសម្លាប់ផ្ដាច់ពូជហើយចៅទូរបស់ទូបង្គំនៅតូចនេះទៅគេចាប់យកទៅបាត់ហើយសុំបែកកន្លងនេះក៏ជិតត្រូវគេទន្ទ្រានយកខ្សែនេះស្គូចៅព្រះកំផាញ់អានរបស់យើងដាច់ខ្លួនទៅដល់សុំដល់វិញយើងម្ដងហើយណា
តាមវាជាប់ហ្នឹងហើយកូនចៅទាំងអស់គ្នាខ្ញុំប្រាប់ពួកឯងឥឡូវនេះខ្ញុំមកឈ្មោះណាព្រះអង្គមានតកូលអីទៅយីតកូលសុនឈ្មោះអ៊ូខុងហ៎ព្រះអង្គសុំខុងពួកយើងគឺសុំទី2សុំទី3សុំតូចសុំមួយគ្រួសារសុំមួយតកូលសុំមួយសន្តិហើយបើកន្លែងនេះចឹងគេដូចជាឋានទេវតាអញ្ចឹងស្អាតណាស់ទៅខ្ញុំគឺបិសាចគុំទេវតាទាំងពីរជម្រាបសួរទេពធីតាអីតែពួកខ្ញុំក៏ជាបិសាចនៅក្នុងចំណោមស្ដេចបិសាច72ផ្លូវនោះដែរខ្ញុំគឺស្ដេចបិសាចនេកធានាងគឺស្ដេចបិសាចកុកសលតែមើលទៅមិនដូចជាបិសាចអីបន្តិចសោះមើលទៅដូចទេពធីតាអញ្ចឹងបងប្អូនខ្ញុំមានបុណ្យកុសលលើគេបន្តិចបានជាលេខចារូបរាងសាំមកធ្វើជារូបរាងមនុស្សវិញឲ្យតែខំសំសិនថ្ងៃក្រោយច្បាស់ជាមានជីវិតអមតៈនឹងឡើងធ្វើជាទេវតាទៀតផងពួកនាងចង់បានសិលផងហ៎អាយ៉ាគោចាស់ខ្ញុំសូមគ្រប់ស្ដេចស្វាស្អាតមិនហ៊ានទេមើលទៅរូបរាងបងគោទើបសំជារៀមច្បងណារូបរាងអត់សំខាន់ទេដែលសំខាន់គឺសមត្ថភាពខ្លាំងលោកដើរផ្ដួលរំលំបិសាចគ្រប់ទីកន្លែងជួយកម្ចាត់គ្រោះឲ្យពួកខ្ញុំពិតជាសុំសរសើរដោយស្មោះដូច្នេះខ្ញុំនាំស្វាប្រភេទស្វារមាសនិងស្ដេចតោមកគ្រប់លោកជាមួយគ្នាសូមគោរពស្ដេចគោស្អាតដល់គ្នាប៉ុណ្ណឹងស្ដេចស្វាស្អាតមិនមែនមកតែពួកបិសាចរូបរាងអាក្រក់ដូចជាពួកខ្ញុំទេសូម្បីតែបិសាចស្រីស្អាតដូចទេពធីតាក៏មកពីអ្នកដែរនោះនៅក្នុងអាយ៉ាបានហើយលោកមិនឡើងចិត្តជួបគាត់ភ្នែកទៅហើយយ៉ាងម៉េចលោកអាចទៅរកទេវតានៅក្រៅសមុទ្រពួកខ្ញុំក៏មានបុណ្យកុសលបានញ៉ាំយេស៊ុន1000ឆ្នាំនិងជុកទឹក10000ឆ្នាំទេខ្លាចជារូបរាងមនុស្សហើយនាងពីរអ្នកនេះគឺម្នាក់កូនស្ដេចនេះខៀវម្នាក់ទៀតជាកូនកងោកសកាប់ពិតគឺបងអស័យហើយនឹងបងពោះទេអាយ៉ាបងបាក់សៃបងពោះស្អីមើលរៀងពួកខ្ញុំពេលនេះមិនដូចជាសត្វដែលហែលក្នុងទឹកនិងហែលទៅលើមេឃទៀតដែរទេត្រូវហើយពួកខ្ញុំមានឈ្មោះជាមនុស្សទៀតផងគាត់ឈ្មោះឈីងលីងខ្ញុំឈ្មោះប៉ៃធីងកាប់ពិតគឺបងស្រីផឹងនិងបងស្រីឈីងទេអីបានហើយបិសាចកូនឆាប់ប្រាប់គាត់ពីគោលបំណងរបស់ពួកយើងទៅតាំងពីលោកត្រឡប់មកវិញភ្នំផ្លែឈើល្បីឈ្មោះគ្រប់ទីកន្លែងពួកខ្ញុំស្ញប់ស្ញែងអនុភាពលោកណាស់នាំគ្នានឹងបងប្អូនមករាប់អានលោកជាបងប្អូនតើលោកខ្ញុំមានកំណត់នឹងដែរតាយើងរាប់អានគ្នាជាបងប្អូនទៅណាល្អណាស់ផឹកអស់7ចាននេះហើយ
ពួកយើងតែ7នាក់ខ្លាចជាបងប្អូនស្លាប់រស់នឹងគ្នាហើយណា ត្រូវហើយយើងមិនបានកាត់ក្នុងថ្ងៃតែមួយខែតែមួយឆ្នាំតែមួយតែសូមឲ្យស្លាប់នៅក្នុងថ្ងៃតែមួយខែតែមួយឆ្នាំតែមួយ ពិតជាសើចណាស់ស្លាប់ក្នុងថ្ងៃតែមួយមកយើងផឹក នៅបងឈីបងយល់ថាមានអីមិនស្រួលទេហ៎ ពិតមែនតែឯងមានសមត្ថភាពតែមនុស្សសុទ្ធតែវាយតម្លៃគេពីសបកក្រៅមើលរូបរាងរបស់ឯងនិងអាវុធនៅក្នុងដៃមើលមិនអាចឲ្យគេមើលឃើញហើយវាយតម្លៃខ្ពស់នោះទេ អូ អាយ៉ាសម្លៀកបំពាក់អាវុធគ្មានអស្ចារ្យដែលសំខាន់គឺសមត្ថភាពខ្លាំងអាចយកចាញ់ឈ្នះទើបរកមក នៅបងនិយាយត្រូវរូបរាងខ្ញុំអញ្ចឹងពិតជាបងប្អូនទាំងអស់គ្នាសោះទាំងអស់ ឯកាប់មកជាទេវតាមិនធម្មតាមិនគួរប្រើរបស់សាមញ្ញទាំងនេះទេបើចង់រកអាវុធដ៏អស្ចារ្យមួយក៏វាមិនពិបាកណាស់ណាដែរ ខ្ញុំចាប់ប្រែកន្លែង72យ៉ាងហោះលើមេក៏បានថ្មចូលដីក៏បានរឿងអីចូលទឹកមិនបាននោះហ៎ ល្អខ្ញុំត្រួតពិនិត្យសន្តានដីដឹងថាលាងស៊ុយលៀនរបស់ឯងទឹកដែលហូរពីខាងក្រោមនោះអាចទម្លុះទៅដល់វិមាននេះនៅកន្លែងស្ដេចនាងដូចជាមានអាវុធច្រើនណាស់តែយកអាវុធល្អពីគាត់មួយទៅគឺជារឿងងាយទេ អូនិយាយសំហេតុផលណាខ្ញុំទៅហើយ Cho nên xem Sva thằng thăm Hiên mau với mình nhập ra phong ឯងជានរណាគេដែរខ្ញុំមកគាត់ខាងផ្លូវយំផងនេះ ខ្ញុំគឺខ្មោចដែលល្បាត់នៅសមុទ្រ យើងគឺម្ចាស់ឡានស៊ុយលៀននៅភ្នំផ្លែឈើសុនអ៊ូខុងយើងជាអ្នកចិត្តខាងរបស់ស្ដេចនេះឯងចាប់ទៅរីកាភ្លាមទៅ សុនអ៊ូខុងសូមលោកចាំនៅកន្លែងនេះសិនហើយចាំខ្ញុំទូថ្វាយភ្លាមសុំជិះជិះ thôi chứ Tức nè លោកម្ចាស់សូមជួយភាសាតៃ Tao tìm mà đánh chơi mau bị miệt những miệt cãi đấy ប្រហែលថ្ងៃនេះខ្ញុំបង្ហាត់កូនទាហានខ្ញុំដើម្បីឲ្យការពារល្អប៉ុន្តែគ្មានអាវុធណាស័ក្តិសមនឹងខ្ញុំសោះណា ខ្ញុំឮថាលោកជាអ្នកមានណាមិនសមតរសោះហើយខ្ញុំមកនេះចាំខ្ចីអាវុធលោកយ៉ាងម៉េចដែរហ៎ Vô cái bật con vào muốn chạy mau ចាំសិនមកសុនអ៊ូខុងខ្ញុំនេះមិនប្រែក្បិតទេណា Mày tọp thấy mày tọm tung Vô lòng phải đáy vào muốn chạy mau ចាំមក Ồ
ប្រើមិនកើតទេស្រាប់ពេកហើយនេះទៅយកផ្សេងមក អេទេវតាអាវុធនេះគឺ3600នាល ឆាប់ឡើងឆាប់ទៅយកមកទៅយកវាភ្លាមមក នៅស្រះទៀតអីពួកឯងឆាប់ទៅស្រែងលំពេងដែលមានទម្ងន់7200នាលនោះមកភ្លាមទៅឆាប់ឡើងទេវតាសូមលោកសាក់បលលំពេងនេះមកមើលហ៎ ដូចតែគ្នាប្រាំកានេះនៅតែស្រាលដូចតែគ្នាហ្នឹង ទេវតានៅក្នុងវិមាននេះមានតែប្រមាណមុខនេះទេដែលធ្ងន់ជាងគេលែងមានអាវុធណាដែលធ្ងន់ជាងនេះទៀតហើយ ស្ដេចនេះខ្ញុំលើគេថារបស់លោកមានច្រើនណាស់រកកន្លែងដាក់សឹងមិនអត់ទៅហើយខ្ញុំមកខ្ចីរបស់កប៉ិកកំប៉ុកតាយើងជាអ្នកចិត្តខាងនឹងគ្នាណាកុំចិត្តចង្អៀតពេកមើល ចាលោកទេវតាអើយកន្លែងយើងនេះពិតជាអត់មានមែនណាពិតជាអត់មានទៀតទេ មើលទៅមិនអីពិតជាមិនធម្មតាមួយប្រហែលថ្ងៃនេះមកជុលទឹកដល់នឹងកណ្ដាលសម្បត្តិរបស់យើងបញ្ចេញពលឺភ្លឹបភ្លឹបមានភាពមិនធម្មតាទេមកជុលនេះបង្ហាញខ្លួនយើងបានជុំស្វាមី នោះជាដែកគោលដែលតាអ៊ីរៀបចំទឹកគេដំនៅក្នុងសមុទ្រហើយនៅបឹងទន្លេពិតមែនតាដែកទឹកតែវាមានប្រយោជន៍អីទៅ ប្រាក់កុំខ្វល់ថាមានប្រយោជន៍អីក៏អត់ក្រែងគាត់ថាអាវុធរបស់យើងស្រាលអញ្ចឹងយើងឲ្យគាត់ទៅយកប្រើទៅបើសិនជាគាត់អាចយកបានអញ្ចឹងជូនគាត់ទៅតែបើសិនជាគាត់យកមិនបានទេអញ្ចឹងមិនអាចបន្ទោសពួកយើងទេហ៎ ទេវតាពួកខ្ញុំរកបានអាវុធមួយទៀតឲ្យលោកហើយហ៎ នឹកលេណាឆាប់យកមកឲ្យខ្ញុំមើលតែមើល អាចាលើកមិនរួចទេត្រូវឲ្យទេវតាទៅមើលខ្លួនឯងញ៉ុញទេវតាសូមអញ្ជើញ ទៅឆាប់ទៅ បាទអញ្ជើញ បាទទេវតាសូមអញ្ជើញទេវតាមើលណានេះគឺរបស់នេះហើយ ស្ដេចនេះវាដូចធំពេកហើយវែងពេកតិចដឹងហ៎ អើយ បើតូចជាងនេះតិចខ្លីជាងនេះតិចគឺពិតជាល្អណាស់ហ៎ខ្លីជាងតិចតូចជាងតិចខ្លីជាងតិចតូចជាងតិចតិចទៀត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  អ្នកគោលទឹកលំនឹងសម្បត្តិយើងហ៎មិនក៏ទៅចឹងតាហើយ អូតាមពិតវត្ថុទឹកនេះហៅថាដំបងមាសដូចចិត្តអូយទេវតាជប់ភ្លាមទៅទេវតាមានកម្លាំងបូកជាមួយនឹងអតិពលតែគោលលុបនឹងសមុទ្រនេះបើគាត់ជិះធ្វើឲ្យសមុទ្រខាងកើតយើងរំកើទាំងអស់ហើយពីបាត់ទល់ណាអូបានហើយជប់ទៅអូយអូយ ស្ដេចនេះ
ខ្ញុំសុំទោសណាខ្ញុំរកបានអាវុធសំណប់ចិត្តនេះសบายចិត្តពេកក៏ភ្លេចខ្លួនទៅណាសុំទោស អូនេះមិនហ៊ានទេមិនហ៊ានទេ ស្រេចនេះធ្វើមនុស្សល្អធ្វើដល់ទីបញ្ចប់ទៅណែលោកមើលខ្ញុំឥឡូវនេះរកបានអាវុធសំណប់ចិត្តហើយប៉ុន្តែខោអាវរបស់ខ្ញុំដូចជាមិនសមសោះហើយលោកឲ្យខ្ញុំមកសម្រាប់ទៅបានទេ តែកន្លែងយើងនេះពិតជាអត់មានមែនណា អត់មានទេបើអញ្ចឹងខ្ញុំមិនចាក់ចេញពីនេះជាដាច់ខាតហើយ ណែទេវតាលោកទៅកន្លែងដទៃទៀតមើលប្រហែលជាអាចរកបានណា ទេដើរបីផ្ទះមិនស្មើអង្គុយមួយផ្ទះទេខ្ញុំសុំតែខោអាវមិនសម្រាប់តែ ចាទេវតាកន្លែងខ្ញុំពិតជាអត់មានមែនណា ពាក្យល្អណាស់ខ្ញុំនិយាយអស់ជាង 3000 ដងហើយបើលោកនៅតែមិនដឹងខុសត្រូវទៀតនោះខ្ញុំនឹងឲ្យលោកសាក់រសជាតិដបងទឹករបស់ខ្ញុំនេះមិនខានហើយណា អូនេះកុំអីនេះទេវតាសូមមេត្តាដល់យើងក្រែងមានណា ម្ចាស់ប្អូនគេនៅកន្លែងណា ពួកគេគឺស្ដេចនាងសមុទ្រខាងត្បូងអាវឈិននិងស្ដេចនាងសមុទ្រខាងជើងអាវស៊ុន អាយ៉ាខ្ញុំមានពេលណាតែកន្លែងឆ្ងាយយ៉ាងហ្នឹង អូមិនបាច់ឲ្យទេវតាទៅទេកន្លែងយើងមានជួងមានស្គរដែកឲ្យតែមានការសំខាន់វាយជួងវាយស្គរទៅពួកគេប្រកាសជាមកដល់ភ្លាមស្ដេចនេះខាងជើងជូនស្បែកជើងជំហានពពកអង្គូស្ដេចនេះខាងលិចជូនអាវសោមាសមួយសម្រាប់ហើយនៅស្ដេចនាងសមុទ្រខាងត្បូងជូនមកជុលពណ៌ស្វាយស្លាប់ហងមួយអាយ៉ាមានអានុភាពមែនទេអូពិតជាអស្ចារ្យណាស់ គួរសមមែនអ្នកចិត្តខាងសូមអរគុណហើយ អាយ៉ាមិនអត់ទេចាំទេ សូមនេះណា ជួយតាប់ស្រួលជួយមិនសុខសោះ មកចាប់បងទាំងបីនាំគ្នាឡើងឋានលើជាមួយបងដើម្បីទៅបដិងរឿងគីអាយ៉ារបស់ចេះនោះរបស់អីហ្នឹងអូប្រាក់ទេអូមកវិញមកវិញគុនចាស់ អេមិនចាតបតែងខ្លួនបាច់នេះក៏ជាទទួលបានរបស់សុទ្ធតែមានតម្លៃមែន មែនហើយការតបតែងខ្លួនគឺជារឿងសំខាន់ណាស់ឥឡូវខ្លាចទៅជាស្ដេចស្វាទៅហើយគឺស័ក្តិសមមែន ល្អណាស់ឯងចង់យកទៅលេងនេះអូ ដំបងមាសទម្ងន់ 13500 នាឡគ្រាន់តែដំបងប៉ុណ្ណឹងអីក៏ធ្ងន់មែន មកគឺថយចេញ លោក បងតែចឹង អូចា រីករីកថែមទៀតរីកថែមទៀត អូចាអពុតពិតជាអស្ចារ្យ កំបងទឹកខ្ញុំនេះនឹងមានអស្ចារ្យជាងនឹងទៀតណាចាំមើលណារួមតូច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  ចេះស្ដាប់បញ្ជាទៀតមកអូ ឃើញហើយណែ ខ្លាយទៅជាតូចអូ លោកប្អូនមិនតែប្អូនពិតជាទទួលបានវត្ថុមានតម្លៃមែនអាវុធទឹកសំនឹងចំពោះអ្នកខ្លះហើយពួកយើងនាំគេជូនប៉ុស្តិ៍ស្ដេចស្វាននេះឲ្យដាក់ខ្លួនទីកន្លែងអត់មានគូសត្រូវ ជូនប៉ុស្តិ៍ស្ដេចស្វាឲ្យមានអាយុវែងនៅក្មេងរហូត ជីវិតស្មារតីជីវិតស្មារតីជីវិតអមតៈស្មារតីជីវិតអមតៈស្មារតីជីវិតអមតៈស្មារតីអមតៈស្មារតី សាក់អស់មកនេះព្រះ
ឋាននរកជាដំណាក់របស់ស្ដេចយមរាជតើវ៉េបានជាយើងមកកន្លែងនេះហ៎ថ្ងៃនេះអាយុឯងអស់ហើយយើងតែពីនេះទទួលបញ្ជាមកធ្វើកឯងទៅនិយាយតែប៉ុណ្ណាសុំលោកខំយើងមានជីវិតអមតៈទៅហើយយើងមិនថិននៅក្រោមការគ្រប់គ្រងរបស់ស្ដេចយមរាជទេណែឯងឆ្លៀតពេលយើងសវឹងចាប់យើងមកកន្លែងធ្វើអីនេះហ៎ស្ដេចយមរាជឲ្យឯងស្លាប់មក3គឺមិនអាចទុកឯងដល់មក5ទេមកតើមកមិនចាំបាច់ពួកឯងនាំយើងទេចាំយើងទៅរកស្ដេចយមរាជផ្ទាល់រួចហើយសួរច្បាស់លាស់ព្រះអង្គវិវរខាងក្រៅមានមនុស្សម្នាក់ដុះរំពេញមុខវាយជុំហើយថាម៉េចទេវតាឆាប់ប្រាប់ឈ្មោះមកទីចាស់យមរាជអីនេះយើងអត់ស្គាល់គ្នាផងមិនក៏ចាត់សេនាឯងទៅធ្វើកយើងមកតើទេវតាជាទេវតាទិសណាឆាប់ប្រាប់ឈ្មោះមកដើម្បីឲ្យយើងត្រួតពិនិត្យរឿងនេះបានច្បាស់លាស់បានទៅជាស្រាប់ច្បាស់ណាស់យើងគឺស្ដេចស្វាសុទ្ធឧខំនៅឡាស៊ូលៀនភ្នំផ្លែកឆេកសំសល់ជាទេវតាមានអាយុស្មើមេឃគឺអាចចេញផុតពីឋានទាំង3ផុតពីធាតុទាំង5ហើយតែកតាឯងប្រែគេទៅធ្វើកយើងមកអូទេវតាកុំខឹងអីលើលោកនេះមានមនុស្សឈ្មោះនិងនាមតកូលដូចគ្នាច្រើនណាស់ប្រហែលជាទៅចាក់មកខុសហើយឆាប់យកសភើស្លាប់ព្រោះឲ្យយើងមើលបន្តិចណាសុំទេវតាស្មាំនេះពិនិត្យមើលសភើញ៉ៃស្អីហ្នឹងយើងចាំមើលទេឆាប់ប្រាប់ពួកគេមើលយើងស្រាប់ភ្លាមមើលតែក្នុងបញ្ជីហ្នឹងមានឈ្មោះរបស់យើងទេលឿននេះអូឆាប់ពិនិត្យមើលភ្លាមទៅឲ្យលឿនឡើងចាប់ពិនិត្យទៅចាប់ពិនិត្យមើលទៅចាប់រកឃើញហើយសុនុខំគឺកាត់នៅកន្លែងនេះកាត់នៅភ្នំផ្លែឈើចាប់ប្រយោលតែឯងធ្វើស្រាច់យំនេះយ៉ាងម៉េចហ្នឹងហ៎ដឹងថាសុនុខំយើងមានជីវិតអមតៈហើយតែហើយនេះក៏ស្ពើស្លាប់រូនេះនឹងតែមានឈ្មោះរបស់យើងទៀតទេវតាយទីខុសហើយមានកើតមានស្លាប់នេះជាហេតុផលវិវត្តសង្ខារបើសិនជាមនុស្សរស់រហូតមិនស្លាប់លើលោកនេះមនុស្សមិនពោពេញទៅដល់គ្រោះថ្នាក់ហើយយើងនឹងឋានៈឋានកដាលឲ្យតែសុំសឹកខ្លាចជាទេវតាហើយគឺអាចមានជីវិតអមតៈហើយណាដូច្នេះហើយបាត់យើងសុខចិត្តរំទុកវេទនាគ្រប់បែបយ៉ាងបើធ្វើនឹងគ្រោះថ្នាក់តែសុំសឹកធ្វើជាទេវតាឥឡូវបាត់ជាហេតុអីមិនយកធ្វើជាការអញ្ចឹងហ៎ទេវតាដឹងហើយមេឃាធរនេះក៏មានជីវិតដែរបើមានជីវិតមិនសមថាអាចរស់រហូតនោះមិនចឹងឆាប់និយាយមកតើក្រោមមេឃពេលណាទើបចាប់ក្រោមដីពេលណាទើបចាប់ហើយអាមួយណាចាប់មុនហ៎ឆាប់និយាយមកលោកអីអត់ដឹងទេយើងមើលទៅលោកឯងពិតជាធ្វើការខ្ជិលមែនយើងគ្រាន់តែធ្វើការតាមច្បាប់ទេវតាប៉ុណ្ណោះច្បាប់ទេវតានៅកន្លែងនេះយើងមិនអាចកែប្រែបានទៅទេវតាអ្នកណាចេះអ្នកស្មាច់លោកឯងឆាប់និយាយប្រាប់យើងមកចាំយើងទៅសួរគេតើយើងមានជីវិតស្មារតីស្មារតីទេណាយើងក៏មិនដឹងថាអ្នកណានិយាយទៅអាចយកចង្កាក់បានដែរបើគ្មានអ្នកណាសម្រេចបានទេបើអញ្ចឹងចាំយើងជាអ្នកសម្រេចឲ្យទៅចុះយើងមិនខ្វល់ថាគេអាយុប្រហែលទេយកជប់មកគូសចោលទៅបានបាត់ទៅហើយហ៎ហើយចេញជួបចេញឈ្មោះសុនខុងនៅកន្លែងណាឆាប់រកយើងភ្លាមឆាប់ហៅឈ្មោះគេចេញភ្លាមមកសុនខុងចេញអស់មកនេះបើសិនជាលោកឈុតឈ្មោះរបស់សត្វស្វាចោលទាំងអស់អញ្ចឹងយើងត្រូវល្មើសច្បាប់ទេវតាប្រកាសជាបាត់បង់បារមីអស់ហើយ
អ្នកពួកអាចចាប់មើលព្រៀបទៅឲ្យលឿនឡើង កណាខ្លាំងវិសា ចាប់ទៅឲ្យលឿនឡើង ចាប់ស្វាត្រកូលស៊ីទឹកអស់នឹងហើយសុំបាទតែអស់ហើយក្រោយសុំលោកខាងយើងមិនអាចស្អែកយមរិចគ្រប់គ្រងទៀតទេណាហ៎ ស្ដេចស្វាយដឹងខ្លួនហើយមែនទេស្ដេចស្វាយសយសារៈអស់ប្រមាណដែរទេ ត្រូវហើយគេតាំងពីពេលថ្ងៃត្រង់រហូតដល់ព្រះអាទិត្យលេង គឺខ្ញុំយល់សពឃើញពលិតខ្មោចមកអុកខ្ញុំយកទៅឋាននោះណែខ្ញុំនឹងសពឃើញសិនអុកខ្ញុំទៅអុកលុកនៅឋានយមរិចទៀតណាឈ្មោះរបស់អ្នកទាំងអស់គ្នាត្រូវខ្ញុំគូសលុបចោលខ្ទេចខ្ទីអស់ហើយដូច្នេះអ្នកទាំងអស់គ្នាថ្ងៃក្រោយមិនបាច់ឲ្យស្ដេចយមរិចគ្រប់គ្រងទៀតទេណាហ៎ បាននិយាយចាស់ពុជស្វាយទាំងអស់មិនបាច់ស្លាប់ច្រៀងរហូតដូចជាព្រះអង្គចឹងមានជីវិតស្មើមេឃមែនទេ បើនិយាយចឹងអាស្វាខ្ញុំនេះក៏មិនបាច់ស្លាប់ដែរមែនទេ ត្រូវហើយថ្ងៃក្រោយអ្នកទាំងអស់គ្នាគឺមិនបាច់ខ្លាចស្លាប់ទៀតទេបើចង់រស់ដល់ពេលណាគឺរស់ដល់ពេលនោះតែម្ដងហ៎ ថ្វាយបង្គំព្រះឥន្ទស្វាថ្មមួយក្បាលកើតពីធម្មជាតិនៅភ្នំផ្លែឈើមិនដឹងជាយុទ្ធសិលពីណាមកទេបានទៅសមុទ្រខាងកើតធ្វើបាបកូននាគដណ្ដើមយកអាវមេតបដណ្ដើមយកមកជលទឹកលំនឹងសមុទ្ររបស់ទូលបង្គំសូមព្រះអង្គចាត់កងទ័ពមេឃាកំចាត់បិសាចផងក្រាបទូល យិនយល់ស្ដេចយមរីតើស្វាថ្មនោះធ្វើបាបពួកលោករបៀបមិនខ្លាប់ បបិទ្ធព្រះឥន្ទអាបិសាចស្វានេះដល់អាយុហើយទូលបង្គំចាត់កូនចៅទៅចាប់វាតែវាធ្វើការរើបំរាស់មិនអត់ចាប់ខ្លួននៅអុកលុកឋាននរកសម្រាប់ខ្មោចតូចតាចជាច្រើនបានលុបឈ្មោះសត្វស្វាទាំងអស់ដែលនៅក្នុងភ្នំផ្លែឈើសូមព្រះអង្គចាត់កងទ័ពមេឃាទៅកំចាត់សត្វស្វារៀបរយខាងកណ្ដាលឲ្យបានស្ងប់ស្ងាត់ហើយចាត់ការនៅឋាននរកឲ្យមានរបៀបរៀបរយ តើមានតមេឃមួយណាព្រមចុះឋានកណ្ដាលបង្ក្រាបវិស័យនេះឈប់សិនព្រះឥន្ទតាមគំនិតទូបង្គំមិនក៏មិនចេញព្រិចបញ្ជាហៅវាឲ្យឡើងមកឋានលើប្រទានតំណែងតូចតាច់ដល់វាមួយទៅបើសិនជាវាស្ដាប់តាមបញ្ជាទេវតាអញ្ចឹងថ្ងៃក្រោយចាំឡើងឋានៈទៀតបើប្រឆាំងបញ្ជាគឺទៅចាប់វាទៅកន្លែងមួយទី1មិនចាំបាច់លើកតបទៅទាំងវងទី2បង្ហាញពីប្រគុណដ៏ធំធេងរបស់ព្រះឥន្ទក្រាបទូលសំហិតសំផធ្វើតាមសម្ដីទេវតាថៃបៃទៅ ព្រះអង្គធ្វើចឹងមិនធ្វើចឹងមិនព្រះទៅក្រាបទូលមិនបានទេ ស្ដេចស្វាយ បងកុកសិន ខ្ញុំមើលទៅលងក្រៅពីមុខនឹងរមមាសពេញខ្លួននឹងការពិត 8-9% គឺដូចជាមនុស្សទៅហើយ ធ្វើជាមានសេចអស់ចាស់ទៅហ៎ខ្ញុំគ្មានចិត្តមើលសារលើបងទេ លោកកំភៃអីខ្ញុំយំបងប្អូនខ្ញុំពិតមែនតែមានរូបរាងជាមនុស្សប៉ុន្តែស្អាតតែមួយរយៈប៉ុណ្ណឹងចំណែកយុទ្ធសិលវិញមិនបានរីកចម្រើនអីទេប៉ុន្តែយ៉ាងហោចណាស់ក៏បានបណ្ដេញពួកបិសាចនោះមិនឲ្យរីកត្បាញគ្រប់កន្លែងដែរ រឿងដែលយើងនិយាយនេះអត់តេតើនឹងយុទ្ធសិលទេណាខ្ញុំចាប់អារម្មណ៍ថាធ្វើជាមនុស្សមិនមានសេរីភាពនិងសប្បាយចិត្តដូចជាសត្វស្វាខ្ញុំទេណា
ប៉ុន្តែខ្ញុំមើលទៅលោកឥឡូវនេះក៏ដូចជាមិនសូវសប្បាយចិត្តប្រហែលដែរ ខ្ញុំកំពុងគិតថាបើសិនជាឪពុកម្ដាយខ្ញុំនៅរស់ខ្ញុំលុបឈ្មោះគាត់ចោលនៅក្នុងបញ្ជីស្លាប់រស់នោះអញ្ចឹងមិនសប្បាយប៉ុណ្ណាទេ ពិតមែនទៅលោកគ្មានឪពុកម្ដាយតែលោកមានបងប្អូនយើង6នាក់ជាបងប្អូនដែរតា បងនិយាយទៅពួកយើង6នាក់ពិតជាចិត្តដិតគ្នាណាអញ្ចឹងខ្ញុំហៅបងថាបងធានទៅចុះឯបងហៅខ្ញុំស្វាថ្មទៅហ៎ ក្រែងលោកមានឈ្មោះហាញ់តាខ្ញុំហៅថាសុនអូខុងទៅចឹង ស្រេចតែបងចុះណាអ៊ូខុកក៏បានបងស្វាក៏បានស្រេចចិត្ត អាប្អូនមានតាចាំម្នាក់មកពីឋានលើឈ្មោះស្អីថៃប៉ៃស្អីទេ ទេវតាថៃប៉ៃ នេះតែ ដល់គ្នាថយចិត្ត ខ្ញុំទទួលព្រះរាជបញ្ជាពីព្រះអិនអញ្ជើញលោកឲ្យទៅសូមអញ្ជើញស្ដេចស្វាឡើងទៅឋានលើទទួលតំណែង ឋានលើហឹកខ្ញុំឡើងទៅធ្វើជាមន្ត្រី ប្រកបណាស់ សូមជួយអបព្រះអង្គចិត្តមានតំណែងជាទេវតាហើយ ធ្វើទេវតាគឺជារឿងល្អទេគឺជារឿងល្អទេមែនទេរឿងល្អទេរឿងល្អ អូខំឯពិតជាចង់ទៅមែនមិនឯងមិនគិតមើលដំបងឯងទៅវិមាននេះយកអីវ៉ាន់គេជាច្រើនហើយទៅកន្លែងស្ដេចអ្នកបង្ករឿងទីឥឡូវគេប្រកាសចំណងគ្នាទៅប្តឹងដល់ឋានលើហើយឋានលើសັບទៅហៅឯងទៅគឺអត់មានរឿងល្អទេ សមត្ថភាពអាប្អូនឯងចាំបាច់ទៅខ្លាចធ្វើអី ត្រូវបើពួកគេធ្វើខ្ញុំតោះចិត្តខ្ញុំរੂឋានទេវតានោះចោលអស់ អីពិតមែនតែគ្មានចិត្តការពារមែនប៉ុន្តែឯងក៏មិនចាំបាច់កិនពីទឹកចិត្តអ្នកដទៃគេគិតយ៉ាងម៉េចដែរ កំសោះតែឯងនិយាយអីហ្នឹងស្វាមីដល់ពេលឡើងដល់ឋានលើគឺតែមានតំណែងជាទេវតាហើយក៏ភ្លេចណាថ្មីបាត់តែពួកយើងមិនមែនជាស្ដេចបិសាចតែក៏ជាស្ដេចព្រៃដែរអញ្ចឹងមានតំណែងទេវតានៅបិសាចហើយ អូខំមិននេះស្ដាប់បងនិយាយសិនអូខំកុំទៅអីណាទោះបីជាបំណងរបស់ពួកគេអាក្រក់ឬក៏ល្អក៏ដោយប៉ុន្តែឲ្យតែឯងទៅពួកបងច្បាស់ជាមិនអាចជប់ឯងទៅថ្ងៃក្រោយទៀតទេដឹងដែរទេ បងគុកសោះបងទុកចិត្តចុះខ្ញុំទៅខាងលើរៀបចំរួចហើយខ្ញុំត្រឡប់មកវិញទទួលពួកអ្នកបងភ្លាម លោកតាពេលលោកតាទៅខ្ញុំលោកតាហើយ ស៊ីឆ្លាតតាឡើងឋានលើដើរលេងទេណាបើនៅខាងលើមិនសប្បាយលេងតានឹងចុះមកវិញរត់ពួកឯងភ្លាមមកគ្រូបានតែចែកទាំងអស់គ្នាតាទៅខាងលើដើរលេងសិនហើយណាហេ ឈប់សិនតើលោកឯងជាអ្នកណាបើគ្មានភារកិច្ចទេមិនអាចជួយធ្វើមេឃាបានទេស ួរយើងជាណាណាយេស៊ូឯងជាណាណាទើបត្រូវណាស់ យើងគឺជាចឹងចាំស្ដេចយាមធ្វើមេឃា ហាបាញ់ចឹងយើងគឺជាអ្នកដែលប្រអិនយើងមកយ៉ាងម៉េចដែរតើឯងនេះហ៊ានខាត់ខាំផ្លូវយើងទៀតទេ ជប់សិនស្ដេចមេឃជប់សិននេះជប់សិន តើឯងនេះមិនក៏កុហកយើងចឹងលោកថាទទួលបញ្ជាពីប្រអិនឲ្យអញ្ជើញយើងមកហើយនេះក៏ពួកគេខាត់ខាំផ្លូវយើងបើឲ្យយើងចូលទៅក្នុងទៅ យ៉ាសុំលោកកុំឲ្យខឹងអីលោកមិនដែលមកឋានលើក្នុងដៃក៏អត់មានផ្លាក់បញ្ជាធ្វើជាផុសតាងទៀតកងទ័ពមេឃមិននឹងឲ្យលោកចូលទៅចាំបន្តិចទៀតក៏ប្រអិនទទួលកត់ត្រាពីទេវតាមានឈ្មោះជាមន្ត្រីហើយថ្ងៃក្រោយចេញចូលសេចតែចិត្តហើយអ្នកណាហ៊ានរៀងលោកទៀតនោះ អីក៏ញ៉ៃខ្លាំងម៉េចក៏ប៉ុណ្ណឹងពិបាកដែរពើចូលអញ្ចឹង នេះស្ដេចស្វានេះស្ដេចស្វាខ្ញុំចូលទៅជាមួយលោក តើឯង ខ្ញុំចូលទៅជាមួយលោក ក្រាបទូលព្រះអិនទូលបង្គំទទួលព្រះបញ្ជាហៅបិសាចទេវតាមកហើយអូគឺឯងនឹង គឺទុំគុំនឹងហើយសុនអុខំណា បិសាចស្វាឃើញព្រះអិនហើយមិនក៏មិនថ្វាយបង្គំនៅនិយាយ